តបងប្អូនឥឡូវខ្ញុំបរៀនបងប្អូនពីរបៀបធ្វើម៉េចឲ្យកុំព្យូទ័រយើងវាដើរ smooth ល្អកុំឲ្យវាមានថា service run នៅ background ច្រើននេះ switch កន្លែងហ្នឹងណាដែល CPU យើងច្រើននៅពេលយើងបើកអ៊ីនធឺណិតមកនោះវា CPU យើងហ្មងនេះគឺយើងត្រូវដោនអាកម្មវិធីនេះ WUBR នេះយើង scan មកលើ Telegram ខ្ញុំមកនេះឬក៏វាយអាពាក្យ David Text នេះនៅលើ Telegram បងប្អូនទាំងអស់គ្នាទៅវានឹងចេញ channel ហ្នឹងហើយយើងចុចមកលើ file មកនេះគឺអា file WUB.AR ហ្នឹងយើងចុចអាហ្នឹងហើយយើងចុចពាក្យថា show in folder ចេះមកហើយយើង copy វាយើងដាក់នៅ document ចុះហើយបន្តមកផាសវាមកហើយយើង extract វាបងប្អូន extract វាមកវាចេញមកនេះវាចេញមកអញ្ចឹងបងប្អូនចុចលើអាពាក្យអាមួយហ្នឹងចុចមួយពីរហ្នឹងមួយណាក៏បានដែរមួយណាដែរបងប្អូនចុចមួយហ្នឹងទៅចុច run as administrator មកបន្តមកទៀតពេលវាចេញមកបងប្អូនយកពាក្យថា disable update មានន័យថាកុំព្យូទ័ររបស់យើងនៅពេលដែលនៅ run as update ហ្នឹងកាលណាដែលកុំព្យូទ័រយើងភ្ជាប់អ៊ីនធឺណិតវានឹងបញ្ជូនសេវាហ្នឹងទៅកាន់ក្រុមហ៊ុន Microsoft ដើម្បីឲ្យវាតំណែងមួយកុំព្យូទ័រយើងថាកុំព្យូទ័រយើងនឹងមានអីត្រូវ update អីចឹងគឺវានឹងបញ្ជូន CPU យើងហ្នឹងវាវិភាគគិតជាមួយវារហូតចឹងធ្វើឲ្យកុំព្យូទ័រយើង slow ចឹងយើងចុចពាក្យថា disable update ហើយ apply វាមកអូខេហើយនេះបងប្អូនដើម្បី download បានគឺចូលទៅ channel Telegram របស់ខ្ញុំហ្នឹង David Text ហ្នឹងបងប្អូន scan តែមួយហ្នឹងក៏បានដែរ